កងវ៉ាខាត់នៃប្រព័ន្ធការពារនៃការផលប្រយុទ្ធទូទាំងពិភពលោកខណៈពេលដែលកូកំពុងមានការគំរាមកំហែងទៅដល់ប្រព័ន្ធការពារជាតិរបស់អ៊ុយក្រែនដោយរុស្ស៊ីនៅក្នុងរដូវរងានេះផងដែរស្វាគមន៍ប្រិយមិត្តបងប្អូនទាំងគ្នាវិលត្រឡប់ជាថ្មីសម្រាប់ការតាមដានព្រឹត្តិការណ៍ព័ត៌មានអន្តរជាតិប្រចាំថ្ងៃប្រទេសអ៊ុយក្រែនកំពុងប្រឈមមុខទៅនឹងការលំបាកយ៉ាងខ្លាំងក្នុងការស្វែងរកមីស៊ីលស្ទាក់ចាប់សម្រាប់ប្រព័ន្ធការពារនៃការផលប្រយុទ្ធឲ្យបានគ្រប់គ្រាន់មុនរដូវរងាឈានចូលមកដល់ដើម្បីការពារខ្លួនពីការវាយប្រហាររបស់រុស្ស៊ីខណៈពេលដែលបញ្ហានៃកងវ៉ាខាត់នេះកំពុងជាឥទ្ធិពលទាំងនៅសហរដ្ឋអាមេរិកនិងអឺរ៉ុបហើយផែនការដែលបានស្នើឡើងដើម្បីផលិតមីស៊ីលប្រភេទនេះនៅក្នុងប្រទេសអ៊ុយក្រែនផ្ទាល់អាចនឹងត្រូវចំណាយពេលច្រើនឆ្នាំទើបអាចលេចចេញជារូបរាងនិងលទ្ធផលបានពាក្យពន្ធជុំវិញកងវ៉ាខាត់នៃមីស៊ីល Patriot ដែលបានជាឥទ្ធិពលដល់អ៊ុយក្រែននិងសម្ព័ន្ធមិត្តយ៉ាងខ្លាំងដែលតម្រូវការនៃមីស៊ីលប្រព័ន្ធការពារនៃក Patriot បានកាត់ឡើងយ៉ាងខ្លាំងទូទាំងពិភពលោកដែលនាំឲ្យមានការខ្វះខាតជាសកលយោងទៅតាមរបាយការណ៍ពីសារព័ត៌មាន Allemand de Welt បានឲ្យដឹងថាទាំងបណ្ដាប្រទេសនៅអឺរ៉ុបនិងសហរដ្ឋអាមេរិកសុទ្ធតែគ្មានមីស៊ីលនេះគ្រប់គ្រាន់ដើម្បីបំពេញទៅតាមសំណើរបស់ទីក្រុងគីវដោយងាយស្រួលនោះទេខណៈពេលដែលពួកគេគួរត្រូវរក្សាស្ទុកនៅមីស៊ីលទាំងនោះសម្រាប់ការពារជាតិខ្លួនឯងផងដែរបញ្ហានេះកាន់តែមានភាពស្មុគស្មាញបន្ថែមទៀតដោយសារតែសង្គ្រាមរបស់អាមេរិកជាមួយនឹងអ៊ីរ៉ង់បានដាក់សម្ពាធយ៉ាងខ្លាំងទៅលើស្តុកមីស៊ីលរបស់អាមេរិកសម្រាប់អ៊ុយក្រែនកងវ៉ាខាត់នៃមីស៊ីលនេះគឺជារឿងដែលគ្រោះថ្នាក់បំផុតព្រោះមីស៊ីលស្ទាក់ចាប់ Patriot កម្រិតខ្ពស់គឺជាអាវុធដ៏មានប្រសិទ្ធភាពតែមួយគត់ដែលអាចការពារនិងទប់ទល់ទៅនឹងមីស៊ីល Ballistic របស់រុស្ស៊ីបានយ៉ាងជឿជាក់ប្រធានាធិបតីរបស់អ៊ុយក្រែនលោក Volodymyr Zelensky បានប្រមានថាការប្រគល់នៅប្រព័ន្ធការពារដេនកាមកឲ្យអ៊ុយក្រែនបានធ្លាក់ចុះយ៉ាងខ្លាំងបើធៀបទៅនឹងឆ្នាំមុនខណៈពេលដែលរុស្ស៊ីក៏បានបង្កើននៃការប្រើប្រាស់មីស៊ីល Ballistic របស់ពួកគេវាយប្រហារមកលើអ៊ុយក្រែនលោក Volodymyr Zelensky បានស្នើសុំដោយផ្ទាល់ទៅកាន់ដៃគូសហរដ្ឋអាមេរិកដើម្បីទិញត្រឹមតែ 5% នៃស្តុកមីស៊ីលរបស់អាមេរិកដែលលោកបានប្រាប់ទៅកាន់ទូរទស្សន៍ CNN ថាប្រសិនបើពួកគេលក់ឲ្យយើង 10% នោះយើងនឹងអាចគំតិចរាល់មីស៊ីល Ballistic របស់រុស្ស៊ីទាំងអស់យ៉ាងណាមិញកិច្ចព្រមព្រៀងផលិតកម្មជួបប្រទះទៅនឹងឧបសគ្គធំនាពេលកន្លងទៅនេះបើទោះបីជាលោកប្រធានាធិបតីដូណាល់ត្រាំបានបង្កើតនៃក្តីសង្ឃឹមដំបូងកាលពីខែកក្កដាដោយលោកបានលើកឡើងថាសហរដ្ឋអាមេរិកនឹងអនុញ្ញាតឲ្យអ៊ុយក្រែនផលិតនៅមីស៊ីលការពារដេនកា Patriot នៅក្រោមអាជ្ញាប័ណ្ណអំឡុងពេលជំនួបជាមួយនឹងលោក Zelensky នៅខាងក្រៅកិច្ចប្រជុំកំពូល NATO ក្នុងទីក្រុងអង្ការ៉ាប្រទេសទូគីក៏ដោយក៏ប៉ុន្តែក្រោយមកលោកហាក់ដូចជាបានដកថយទៅវិញដែលលោកត្រាំបានបញ្ជាក់ថាបច្ចេកវិទ្យានេះមានភាពលំបាកក្នុងការចែករំលែកព្រោះប្រទេសដែលទទួលបានវាអាចនឹងបង្វែរមកប្រឆាំងនឹងសហរដ្ឋអាមេរិកវិញនៅថ្ងៃណាមួយបើទោះបីជាមន្ត្រីអាមេរិកនៅតែបន្តការពិភាក្សាជាមួយទីក្រុងគៀវក៏ប៉ុន្តែការអនុវត្តជាក់ស្ដែងបានជួបប្រទះទៅនឹងការលំបាកយ៉ាងខ្លាំងបញ្ហាមិនទាន់ត្រូវបានដោះស្រាយដំបូងគេគឺថាតើអ៊ុយក្រែននឹងត្រូវអនុញ្ញាតឲ្យផលិតមីស៊ីល Patriot ប្រភេទណាមួយលោកស្រីអូហាស្តេហ្វានីញ៉ាដែលជាអតីតឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំសហរដ្ឋអាមេរិកបានប្រាប់មកកាន់កាសែត Allemand de Welt ថាទីក្រុងគៀវចង់ផលិតនៅប្រភេទមីស៊ីល Patriot Pack 3ដែលវាគឺជាប្រភេទមីស៊ីលស្ទាក់ចាប់ Patriot កម្រិតខ្ពស់បំផុតដែលត្រូវបានរចនាឡើងដើម្បីកំទេចមីស៊ីល Ballistic ដោយការបុកទង្គិចផ្ទាល់ខុសពីប្រភេទ Pack 2មីស៊ីលប្រភេទ Pack 3នេះត្រូវបានផលិតដោយក្រុមហ៊ុន Lockheed Martin ខណៈពេលដែលប្រភេទចាស់ៗមួយចំនួនត្រូវបានផលិតដោយក្រុមហ៊ុន Raytheon លោក Jesse Linzenix ដែលជាសហការីជាន់ខ្ពស់នៃមូលនិធិ German Marshall Fund បានលើកឡើងថាបច្ចេកវិទ្យាដ៏ទំនើបនេះនឹងពិបាកសម្រាប់ក្រុមហ៊ុន Lockheed Martin ក្នុងការផ្ទេរទៅឲ្យប្រទេសដទៃដោយលោកបានបញ្ជាក់ថាតែនេះគឺជាបច្ចេកវិទ្យាដ៏មានតម្លៃបំផុតរបស់ក្រុមហ៊ុនហើយគ្មាននរណាម្នាក់ចង់ឲ្យវាធ្លាក់ទៅក្នុងដៃរបស់ប្រទេសចិនឬរុស្ស៊ីដើម្បីយកទៅចម្លងនោះទេពាក់ព័ន្ធជាមួយនឹងខ្សែសង្វាក់ផលិតកម្មដែលត្រូវចំណាយពេលច្រើនឆ្នាំវាក៏ជាបញ្ហាមួយផងដែរនោះបើទោះបីជាទីក្រុង Washington និងក្រុមហ៊ុន Lockheed Martin បានអនុម័តនៃការផលិតនៅក្នុងប្រទេសអ៊ុយក្រែនក៏ដោយក៏ការបង្កើតនៃខ្សែសង្វាក់ផលិតកម្មថ្មីមួយមិនអាចដោះស្រាយបញ្ហាខ្វះខាតរបស់អ៊ុយក្រែនបានភ្លាមៗនោះឡើយជាស្ដែងក្រុមហ៊ុន Lockheed Martin បានផ្គត់ផ្គង់មីស៊ីលប្រភេទ Pack 3បានត្រឹមតែចំនួន620គ្រាប់តែប៉ុណ្ណោះក្នុងឆ្នាំ2025ដែលនេះបានរាប់បញ្ចូលថានេះគឺជាចំនួនកើនឡើង 20% ថែមទៀតផងបើធៀបទៅនឹងឆ្នាំមុនទន្ទឹមនឹងនេះផងដែរប្រទេសជប៉ុនដែលជាប្រទេសក្រៅតែមួយគត់ដែលទទួលបានអាជ្ញាប័ណ្ណនៃការផលិតមីស៊ីលប្រភេទនេះដែលអាចផលិតបានត្រឹមតែ30គ្រាប់តែប៉ុណ្ណោះនៅក្នុងមួយឆ្នាំដោយសារតែមានកម្រិតទៅលើសមាសភាគសំខាន់ៗដូចជាបច្ចេកវិទ្យាស្វែងរកគោលដៅដែលផលិតដោយក្រុមហ៊ុន Boeing ហើយលោក Linzenix បានក៏សម្គាល់ថាអ្វីដែលជប៉ុនកំពុងជួបការលំបាកអ៊ុយក្រែនក៏នឹងជួបការលំបាកដូចគ្នានេះផងដែរជំរឿផ្សេងទៀតគឺការផលិតនៅមីស៊ីលប្រភេទ Pack 2ដែលមានបច្ចេកវិទ្យាទាបជាងហើយសហរដ្ឋអាមេរិកបានផ្ដល់អាជ្ញាប័ណ្ណសម្រាប់ការផលិតរួចហើយនៅក្នុងប្រទេសអាល្លឺម៉ង់
ក្រុមហ៊ុន Reuters និងក្រុមហ៊ុនសម្ព័ន្ធការពារជាតិអឺរ៉ុប MBDA កំពុងសាងសង់រោងចក្រមីស៊ីល Patriot នៅក្នុងទីក្រុង Schrobenhausen ក្នុងរដ្ឋ Bavaria ប្រទេសអាល្លឺម៉ង់ការសាងសង់បានចាប់ផ្ដើមចាប់តាំងពីខែវិច្ឆិកាឆ្នាំ2024ហើយរំពឹងថានឹងបញ្ចប់ការសាងសង់នៅរដូវស្លឹកឈើជ្រុះឆ្នាំ2026នេះហើយរយៈពេលដ៏យូរនៃការសាងសង់នេះបានបង្ហាញយ៉ាងច្បាស់ថាបើទោះបីជាមានកិច្ចព្រមព្រៀងនយោបាយរួចរាល់ហើយក៏ដោយគោលការណ៍បង្កើតរោងចក្រផលិតនៅតែត្រូវចំណាយពេលយូរដដែលប្រិយមិត្តបងប្អូនអ្នកគ្នាអ្វីដែលគួរកត់សម្គាល់នោះគឺអឺរ៉ុបមិនអាចជួយបំពេញទៅតាមតម្រូវការបានភ្លាមៗនោះទេបើទោះបីជាអ៊ុយក្រែនអាចទទួលបានមីស៊ីលដែលផលិតនៅក្នុងប្រទេសអាល្លឺម៉ង់ក៏ដោយគោលជំរឿននេះប្រឈមទៅនឹងកម្រិតនៃសមត្ថភាពផលិតកម្មផងដែរផែនការបឋមដែលមិនទាន់ត្រូវបានបញ្ជាក់បានបង្ហាញថារោងចក្រនៅក្នុងទីក្រុង Schrobenhausen អាចផលិតបានត្រឹមតែប្រមាណ240គ្រាប់នៅក្នុងមួយឆ្នាំតែប៉ុណ្ណោះខណៈពេលដែលកិច្ចសន្យាដែលមានស្រាប់ត្រូវផ្គត់ផ្គង់រហូតដល់ទៅប្រមាណ1000គ្រាប់សម្រាប់ប្រទេសនានាដូចជាអាល្លឺម៉ង់អេស្ប៉ាញនិងហូឡង់ដែលនេះមានន័យថាអ៊ុយក្រែនត្រូវតែប្រកួតប្រជែងនឹងដើមសមត្ថភាពផលិតកម្មដែលមានកំណត់នេះជាមួយនឹងបណ្ដាប្រទេសនៅអឺរ៉ុបដែលកំពុងព្យាយាមស្ដារនៅស្តុកការពារដែនដីរបស់ពួកគេឡើងវិញហើយដូច្នេះហើយបញ្ហាកង្វះខាតនេះមិនមែនជាបញ្ហារបស់អ៊ុយក្រែនតែម្នាក់នោះទេប៉ុន្តែសម្ព័ន្ធមិត្តក៏កំពុងតែប្រឈមទៅនឹងជំរឿនដ៏លំបាករវាងការបញ្ជូនមីស៊ីលស្ទាក់ចាប់ដ៏មានកំណត់ទាំងនោះទៅឲ្យទីក្រុងគីវឬរក្សាទុកការពារជាតិខ្លួនឯងនិងតម្រូវការរបស់អង្គការ NATO ផ្ទាល់ប្រធានាធិបតីរបស់អ៊ុយក្រែនលោក Volodymyr Zelensky បានទទួលស្គាល់ជាលក្ខណៈបុគ្គលថាការបង្កើតការផលិតមីស៊ីល Patriot ក្នុងស្រុកអាចនឹងត្រូវចំណាយពេលច្រើនឆ្នាំហើយលោក Matthew Whitaker ដែលជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការ NATO បានថ្លែងកាលពីសប្តាហ៍មុនថាកិច្ចព្រមព្រៀងផលិតកម្មរយៈពេលវែងនឹងមិនអាចសម្រេចបាននៅមុនរដូវរងានោះទេពេលវេលានេះគឺយឺតពេកក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងចំពោះមុខរបស់អ៊ុយក្រែនរុស្ស៊ីត្រូវបានគេរំពឹងថានឹងបង្កើននៃការវាយប្រហារដោយមីស៊ីលនិងដ្រូនប្រឆាំងនឹងទីក្រុងនានារបស់អ៊ុយក្រែនរួមទាំងហេដ្ឋារចនាសម្ព័ន្ធថាមពលក្នុងអំឡុងរដូវនៃខែរងានេះប្រសិនបើគ្មានមីស៊ីលស្ទាក់ចាប់គ្រប់គ្រាន់នោះទេនោះទីក្រុងគីវអាចនឹងជួបប្រទះនឹងការលេចធ្លាយដ៏ធ្ងន់ធ្ងរនៅក្នុងប្រព័ន្ធការពារដែនដីរបស់ខ្លួនដើម្បីការពារគោលដៅសំខាន់ពីការវាយប្រហារដោយមីស៊ីលបាល់លីស្ទិករបស់រុស្ស៊ីលើពីនេះផងដែរការចរចាដ៏អូសបន្លាយនេះក៏អាចជាឥទ្ធិពលផ្នែកនយោបាយទៅដល់ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងគីវផងដែរលោកស្រី Laura Cooper ដែលជាអតីតមន្ត្រីមន្ទីរបញ្ចកោណដែលទទួលបន្ទុកគោលនយោបាយរុស្ស៊ីនិងអ៊ុយក្រែនបានប្រមានថាភាពយឺតយ៉ាវទៅនេះអាចត្រូវបានវិមានក្រំឡាំងបកស្រាយថាជាផុសតាងនៃការកើនឡើងនៅភាពប្រកម្មរកោសរវាងលោក Trump និងលោក Zelensky សម្រាប់ពេលបច្ចុប្បន្នអ៊ុយក្រែនត្រូវតែពឹងផ្អែកទាំងស្រុងទៅលើស្តុកអាវុធដែលមានស្រាប់របស់បច្ចិមប្រទេសខណៈពេលដែលការរៀបចំផលិតកម្មដែលបានស្នើឡើងកំពុងតែស្ថិតក្នុងដំណើរការដែលត្រូវចំណាយពេលរាប់ខែឬរាប់ឆ្នាំឯណោះ